កូនស្ពៃក្តោបនេះខ្ញុំនឹងប្រាប់ពីវិធីនិងរបៀបដាំស្ពៃក្តោបបាទប្រហែលដោយសារតែស្ពៃក្តោបវានៅទូចហើយអត់ទាន់មានពេលដាំអត់ទាន់ដល់ពេលត្រូវប្រវែកដាំខ្ញុំគ្រាន់តែថតទុកសិនខ្ញុំនឹងអាប់ដេតវាម្ដងបន្តិចជាមួយនឹងកូនស្ពៃក្តោបនេះពីរបៀបដាំបាទនេះយើងបន្តនៅនេះទៀតកូនស្ពៃក្តោបបាទនេះកូនពីប៉ោះវាជក់ទឹកកុំពីប៉ោះនេះកូនស្ពៃគេយើងអាប់ដេតនៅការដាំរបៀបដាំស្ពៃក្តោបបាទសួស្តីបងប្អូនអ្នកគ្នាបាទថ្ងៃនេះខ្ញុំមកនិយាយអំពីការដាំដំណាំស្ពៃក្តោបបាទស្ពៃក្តោបគឺជាប្រភេទដំណាំមួយប្រភេទដែលសង្ខេបបងប្អូនអ្នកគ្នាបាទមួយប្រភេទដែលពេញនិយមក្នុងការបរិភោគសម្រាប់ពុកម៉ែបងប្អូនបាទប្រជាពលរដ្ឋជាទូទៅហើយវាមានប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់យើងផងដែរបាទអញ្ចឹងថ្ងៃនេះខ្ញុំមកចែកម្លែកពាក់ព័ន្ធទៅនឹងការដាំបាទការដាំស្ពៃក្តោបដូចទៅដំបូងយើងត្រូវបណ្ដុះពូជយើងជ្រើសរើសពូជបាទជ្រើសរើសពូជវាដែលលើទីផ្សារដែលបងប្អូនអាចរកជាវបាននៅតាមទីផ្សារគ្រាប់ពូជបាទនេះយើងនិយាយអំពីការដាំលក្ខណៈទំហំធំក៏បានលក្ខណៈសួនបន្លែក៏បានបងប្អូនអ្នកគ្នាបាទអញ្ចឹងខ្ញុំសង្ខេបខ្លីខ្លឹមកុំឲ្យមានការវែងឆ្ងាយបាទអញ្ចឹងជាទី1យើងត្រូវជ្រើសរើសពូជតាមពិតប្រភពស្ពៃក្តោបគឺវាមានមកពីប្រទេសប៉ែកខាងអឺរ៉ុបដំបូងដល់យូរទៅគេបានអ្នកវិទ្យាសាស្ត្របានបង្កាត់ពូជវាឲ្យវាទៅជាដំណាំមួយដែលអាចដាំនៅតំបន់ផ្សេងបានបាទវានៅក្នុងអំបូរគ្រួសារប្រាស៊ីកាបាទស្ពៃក្តោបគេចែកជា3ប្រភេទមានបងប្អូនដឹងស្រាប់ហើយមានពណ៌សបាទដែលដំបូងវាមានខៀវហ្នឹងបាទយើងហៅពណ៌បៃតងហ្នឹងបៃតងនេះខៀវហ្នឹងបាទហ្នឹងគឺពណ៌សបាទយើងបកចេញទៅវាពណ៌សហើយនឹងពណ៌ស្វាយហើយមួយទៀតគឺពណ៌ក្រហមបាទពណ៌ក្រហមដូចជាមិនសូវយើងឃើញទេហើយការពេញនិយមដាំគឺនៅប្រទេសយើងហើយនៅប្រទេសដទៃទៀតគឺមានការដាំច្រើនមែនទែនបាទហើយការធ្វើដីសម្រាប់ទៅលើដីបងប្អូនប្រជាកសិករគាត់ត្រូវជ្រើសរើសដំណាំនេះនៅរដូវបាទនៅរដូវត្រជាក់បាទដែលមានសីតុណ្ហភាពភ្លៀងសំណើមបរិយាកាសនិងអត់សូវមានសត្វល្អិតបាទគឺក្នុងខែចន្លោះពីខែតុលាដល់ខែកុម្ភៈបាទគឺចន្លោះនេះគឺមានអាកាសធាតុគឺមានភាពត្រជាក់និងពន្លឺថ្ងៃគ្រប់គ្រាន់បានល្អបាទសមស្របនឹងសត្វល្អិតនិងជំងឺមិនសូវមានការរាតត្បាតបាទចន្លោះហ្នឹងបាទចំពោះការរៀបចំដីស្ពៃក្តោបគឺយើងរៀបចំភ្ជួររាស់ឲ្យបានជ្រៅបាទចន្លោះជម្រៅពីទឹកអីចឹងណាបាទនៃកភ្ជួររបស់យើងឲ្យបានជ្រៅហើយភ្ជួរហារយៈពេល3ថ្ងៃយើងអាចភ្ជួរហើយវាយវាយកស្មៅចង្រៃចេញអស់ឲ្យស្អាតបន្ទាប់មកគឺយើងអាចប
បាយកកបោហើយយើងរស់វាលុបកបោនឹងភាសាទៀតបាទក្នុងមហិតគឺយើងប្រើកំបោដូចជាចូល200គីឡូបាទមហិតតានៅក្នុងនេះគេបញ្ជាក់បាទឯកសារនេះប៉ុន្តែបើសិនជាយើងនេះដីខ្លះយើងប្រើ2B ទៅបាទ 3B ទៅមក B 50គីឡូថា200គីឡូណា 4B បាទ 1B 50គីឡូអីបាទថាដាក់ 3B ទៅបាទក្នុងមហិតបាទដើម្បីស្លាប់មេរោគផងដែរហើយវាធ្វើឲ្យដីកាលណាយើងភ្ជួររស់ហារយៈ2-3ថ្ងៃហើយយល់ល្អពី3ទៅ1អាទិត្យបាទគឺហារវាឆ្អិនល្អបាទហើយធ្វើឲ្យដីហ្នឹងវាមានខ្យល់វាមានអុកស៊ីសែននៅក្នុងដីបាទហើយចំពោះការស្រោចស្រពដំបូងហ្នឹងគឺយើងអាចស្រោចស្រពរយៈពេល3-4ថ្ងៃដាំដំបូងគឺយើងត្រូវតែស្រោចទេបាទតែដាំដំបូងគឺយើងយកកូនដែលយើងបានបណ្ដុះដាក់នៅក្នុងត្រេរយៈពេលអាយុកូនដែលយើងបណ្ដុះហ្នឹងគឺពីចន្លោះពី15ថ្ងៃទៅ25ថ្ងៃនៃអាយុកូនស្ពៃក្តោបបាទយើងយកវាមកដាក់ដាំចន្លោះពីកន្លះម៉ែត្របាទពីកន្លះម៉ែត្រ1បាទកន្លះម៉ែត្រ1បាទហើយបន្ទាប់មកយើងដាក់ជីទ្រាប់បានដល់ពេលដាំហ្នឹងគឺយើងដាក់ជីកំប៉ុស្តបាទទ្រាប់បានហើយបើសិនណាបងប្អូនមានជីយើងបន្ថែមជាមួយនឹងជីគីមីបាទមួយសាព្រាជី20 15បាទមួយសាព្រានៅកុំដាក់គៀកគល់ពេកនៅឆ្ងាយពីគល់ប្រហែលជាកន្លះចាអាមបាទជុំវិញវាទៅបាទហើយជី20 15បាទជាការស្រោចទឹកគឺយើងរយៈពេល2ថ្ងៃគេផ្អាកស្រោចទឹកសិនបាទនឹងមើលថាខ្វះសំណើមអីចឹងយើង3-4ថ្ងៃមួយអាទិត្យអីគឺយើងស្រោចម្ដងបានបាទជាក់ស្ដែងទៅតាមនឹងបាទហើយចំពោះការស្រោចស្រពអញ្ចឹងការប្រមូលផលស្ពៃក្តោបនេះគឺរយៈពេលបើពូជធ្ងន់គឺចន្លោះពី60ទៅ75ថ្ងៃបាទពូជស្រាបាទពូជស្រា60ទៅ70ថ្ងៃបើពូជធ្ងន់វាអាចដល់90ថ្ងៃបាទពូជធ្ងន់បាទនេះគឺនិយាយពីការដាំស្ពៃក្តោបបាទសំខាន់បងប្អូនជ្រើសរើសពូជបាទពូជដែលនៅក្នុងនេះគេបានបញ្ជាក់ពូជឈ្មោះថា KK Cross ដែលមកពីប្រទេសជប៉ុនបាទហើយក្នុងមហិតតាគឺយើងប្រើពូជប្រមាណ400ក្រាមបាទជិតកន្លះគីឡូ400ក្រាមបាទ400ក្រាមក្នុងមហិតតាដោយសារក្របនេះទូចទេដល់អញ្ចឹងយើងអាចបន្តបានកូនច្រើនបងប្អូនអ្នកគ្នាបាទអូខេដូចជាអស់ហើយសម្រាប់ដំណាំស្ពៃក្តោបបងប្អូនអ្នកគ្នាបាទហើយខ្ញុំនឹងធ្វើវីដេអូមួយដែលដាំជាក់ស្ដែងលក្ខណៈគ្រួសារលក្ខណៈសួនបន្លែតូចបាទនេះខ្ញុំបានយកឯកសារនេះពីប្រភពពីក្រសួងមកទេដែលយកមកចែកម្លែកនេះបាទហើយសង្ខេបតែពិតវែងបាទហើយខ្ញុំសង្ខេបឲ្យខ្លីងាយយល់បាទអរគុណច្រើន